ពីបាក់ក្នុងការតាមដានព័ត៌មានវិក័យប័ត្រអគ្គិសនីមែនទេឥឡូវនេះសម្រាប់លោកអ្នកដែលប្រើប្រាស់អគ្គិសនីរបស់អ្នកផ្គត់ផ្គង់ឯកជនអាចធ្វើការតាមដានវិក័យប័ត្រអគ្គិសនីប្រចាំខែតាមរយៈកម្មវិធី EACF កម្មវិធី EACF ជាកម្មវិធីទូរស័ព្ទដៃដែលបង្កើតឡើងដោយអាជ្ញាធរអគ្គិសនីកម្ពុជាដើម្បីឲ្យអ្នកប្រើប្រាស់អគ្គិសនីរបស់អ្នកផ្គត់ផ្គង់ឯកជនទាំងអស់អាចធ្វើការពិនិត្យតាមដានវិក័យប័ត្រអគ្គិសនីប្រចាំខែប្រវត្តិការប្រើប្រាស់អគ្គិសនីសារជូនដំណឹងនៅពេលមានវិក័យប័ត្រថ្មីវិក័យប័ត្រជិតផុតកំណត់ការបង់ប្រាក់បានជោគជ័យនិងសារជូនដំណឹងផ្សេងទៀតពីអាជ្ញាធរអគ្គិសនីកម្ពុជាឬអ្នកផ្គត់ផ្គង់របស់លោកអ្នកមិនតែប៉ុណ្ណោះលោកអ្នកអាចធ្វើការបង់វិក័យប័ត្រអគ្គិសនីតាមរយៈកម្មវិធីនេះបានយ៉ាងងាយស្រួលម្យ៉ាងទៀតលោកអ្នកក៏អាចស្នើសុំសេវាផ្សេងៗដូចជាស្នើសុំបន្តចរន្តថ្មីស្នើសុំដំឡើងកម្លាំងប្រើប្រាស់ស្នើសុំផ្លាស់ប្តូរព័ត៌មានទូទៅស្នើសុំបន្តចរន្តប្រើប្រាស់ឡើងវិញនិងអាចរាយការណ៍ពីបញ្ហាទៅកាន់អ្នកផ្គត់ផ្គង់តាមរយៈអនឡាញបានយ៉ាងងាយស្រួលផងដែរលើសពីនេះលោកអ្នកក៏អាចពិនិត្យមើលព័ត៌មានទូទៅព័ត៌មានទាន់ហេតុការណ៍តារាងថ្លៃប្រាក់កក់និងប្រាក់ជាប់ចរន្តបញ្ជីថ្លៃលក់ច្បាប់គតិយុត្តផ្សេងៗនិងអាចទំនាក់ទំនងមកកាន់អាជ្ញាធរអគ្គិសនីកម្ពុជាបានថែមទៀតផងដើម្បីអាចប្រើប្រាស់កម្មវិធីនេះសូមលោកអ្នកចុះទៅកាន់ App Store ឬ Play Store រួចវាយពី EACF ក្នុងប្រអប់ស្វែងរករួចចុច Get ឬ Install ជាការស្រេចដើម្បីចុះឈ្មោះប្រើប្រាស់កម្មវិធីនេះលោកអ្នកគ្រាន់តែចុចបង្កើតគណនីថ្មីរួចបំពេញព័ត៌មានឲ្យគ្រប់តាមលក្ខខណ្ឌបន្ទាប់មកចុច Tick ខ្ញុំយល់ព្រមនឹងលក្ខខណ្ឌនៃការប្រើប្រាស់កម្មវិធីរួចចុចបង្កើតកម្មវិធីនឹងផ្ញើលេខកូដ OTP ទៅកាន់ទូរស័ព្ទរបស់លោកអ្នកសូមធ្វើការផ្ទៀងផ្ទាត់លេខកូដនោះបន្ទាប់មកទៀតសូមដាក់លេខកូដសម្ងាត់សម្រាប់ប្រើប្រាស់កម្មវិធីរបស់លោកអ្នករួចចុចយល់ព្រមជាការស្រេចដើម្បីភ្ជាប់គណនីប្រើប្រាស់របស់លោកអ្នកសូមចុចប៊ូតុងភ្ជាប់គណនីបន្ទាប់មកសូមបញ្ចូលលេខកូដសម្ងាត់4ខ្ទង់របស់លោកអ្នកបញ្ចូលលេខកូដអតិថិជនឬ scan barcode លើវិក័យប័ត្រអគ្គិសនីរបស់លោកអ្នកក៏បានបន្ទាប់មកទៀតធ្វើការបញ្ចូលលេខវិក័យប័ត្រអគ្គិសនីពីខែផ្សេងគ្នានៃខែណាក៏បានរួចចុចភ្ជាប់ជាការស្រេចលើសពីនេះលោកអ្នកក៏អាចភ្ជាប់ការជូនដំណឹងជាមួយបណ្ដាញសង្គម Telegram បានផងដែរដោយគ្រាន់តែចុចលើរូប Telegram នៅខាងមុខឈ្មោះគណនីដែលបានភ្ជាប់រួចចុចយល់ព្រមនោះលោកអ្នកនឹងទទួលបានរាល់ការជូនដំណឹងទាំងឡាយនៅលើ Telegram របស់លោកអ្នកជាមិនខាននៅចាំអីទៀតតោះទាញយកកម្មវិធី EACF ឥឡូវនេះ